ពួកខ្ញុំបាទជាកងកម្លាំងនៅក្នុងសមរភូមិមុខសូមស្នើដល់ម្ចាស់បំណុលឬហិរញ្ញវត្ថុសូមមេត្តាយោគយល់មេត្តាឈប់កាត់ការប្រាក់រយៈពេល5ឬ6ខែដោយរដ្ឋាភិបាលបានប្រកាសឲ្យធនាគារយោគយល់ដល់គ្រួសារតបអញ្ចឹងសូមឲ្យម្ចាស់បំណុលនិងហិរញ្ញវត្ថុមេត្តាយោគយល់ដូចគ្នាព្រោះអីពួកខ្ញុំអត់រយបានទេចង់និយាយថាអត់រយបានទេស្គនតែប្រាក់ខែបានផ្សាយពូនកូនចាយបើហិរញ្ញវត្ថុនិងម្ចាស់បំណុលកាត់អស់តើពួកខ្ញុំសង្ឃឹមអីអញ្ចឹងសូមផ្អាកសូមទុកតាដើមក្នុងរយៈពេល5 6ខែនេះគិតការប្រាក់ទៀតចុះតែសូមពេលរយៈពេល5ខែឬ6ខែដូចរដ្ឋាភិបាលបានប្រកាសឲ្យធនាគារយោគយល់និងឈប់យកការប្រាក់ក្នុងរយៈពេល5ខែឬ6ខែនេះអញ្ចឹងម្ចាស់បំណុលសូមមេត្តាយោគយល់ដោយរដ្ឋាភិបាលបានស្នើផងព្រោះបើកាត់ការប្រាក់អស់ពួកខ្ញុំគ្មានមានដោះស្រាយទេមានដោះស្រាយឲ្យកូនចាយទេខ្ញុំសូមទីប៉ុណ្ណឹងទេចាំនេះចាំកាត់វិញតដូចបាទដល់ពេលស្រួលបួលកាត់វិញចុះបាទអ្នកដល់ស៊ីគេមិនចង់ខាទេតែមេត្តាយោគយល់ដល់ពួកខ្ញុំផងព្រោះពួកខ្ញុំដើរឲ្យពិបាកទេបើមិនមានសង្គ្រាមចេះខ្ញុំហ៊ានខ្ចីខ្ញុំហ៊ានទៅខុសត្រូវគាត់ដល់ពេលនេះដោះស្រាយអត់ចាញ់ទេសូមមេត្តាយោគយល់បាទសូមអរគុណ